អ្វីដែលគាត់ចាប់អារម្មណ៍គឺនៅក្នុងបេះដូងរបស់ Mitski មាន curse mark មួយបន្ទាប់មកសាច់រឿងបានកាត់ទៅមើល Boruto និងលោកតា Onoki វិញម្ដងក្រោយពីបានដឹងខ្លួនវិញលោកតា Onoki មានការភ្ញាក់ផ្អើលណាស់ព្រោះនៅពេលនេះពួកគេកំពុងតែនៅក្នុងតំបន់ Sansu Plain Sansu Plain ហ្នឹងគឺជាកន្លែងដែលចូលហើយមិនងាយចេញទៅវិញបានទេនៅពេលនោះ Boruto អត់ជឿក៏សាករត់រកផ្លូវចេញតែមួយស្ទុះក្រោយមកក៏ត្រឡប់មកដល់កន្លែងដដែលលោកតា Onoki ប្រាប់ថា Sansu Plain ហ្នឹងគឺជាកន្លែងដែលនិនចាស៊ីណាមីរបស់ភូមិថ្មមកវឹកហាត់បើចង់ចេញពីកន្លែងហ្នឹងគាត់ទៅរកឃើញថ្មពិសេសម្យ៉ាងប្រចាំខ្លួនរបស់ពួកគេដែលគេហៅថា Heartstone ប្រែជាខ្មែរថាថ្មបេះដូងថ្មហ្នឹងមិនមែនងាយស្រួលរកទេតើតែមនុស្សហ្នឹងមានការតាំងចិត្តខ្លាំងណាស់ទើបរកវិឃើញពេលនោះ Boruto គិតថាគ្មានអីពិបាកទេគាត់ប្រើសាដូក្លូនទៅផ្លែរកវិឃើញហើយតែសូមជួយរួមសោកស្ដាយផងនៅ Sansu Plain ហ្នឹងប្រើក្បាច់ជូស៊ូអីក៏អត់បានដែរក្នុងពេលជាមួយគ្នាគូបានចាត់ចែងឲ្យគេតាមរកលោកតា Onoki ដែរតែរកអត់ឃើញហើយគាត់មានការព្រួយបារម្ភថាការប្រើអុកតាស្វែងរកលោកតា Onoki ចុះឡើងខ្លាចតែប្រជាជនឃើញហើយប្រជាជនដឹងនៅពេលហ្នឹងម្នាក់សក់បាសផងក្រហមដូចជាឆៅជាងគេបាននិយាយថាណានាឃើញសម្រាប់ចោលហ្មងតែគូប្រាប់ថាវាខុសពីគោលការណ៍របស់លោកតា Onoki លោកតា Onoki អត់ឲ្យពួកគេសម្លាប់មនុស្សទេកន្លែងទៅមើល Boruto វិញពេលនេះគាត់ស្រែកទឹកហើយឃ្លានខ្លាំងណាស់ព្រោះនៅតំបន់ Sansu Plain ហ្នឹងគឺជាកន្លែងខ្សត់ទឹកហើយនឹងខ្វះអាហារនៅពេលនោះលោកតា Onoki បានឲ្យបំពង់ឫស្សីដែលមានទឹកនៅក្នុងនោះខ្លះទៅ Boruto ហើយក៏បានអាងដង្កូវឲ្យគាត់ញ៉ាំផងដែរដំបូងឡើយ Boruto ដូចជាខ្ពើមតែដល់ពេលឃ្លានខ្លាំងពេកស្អីក៏អាចទៅរួចដែរតទៅពេលញ៉ាំហើយទើបដឹងថាតាមពិតរបស់ឆ្ងាញ់សោះបន្ទាប់មកលោកតា Onoki បានបរៀន Boruto ពីរបៀបរស់នៅតាមបែបធម្មជាតិវាគឺជារឿងដែលក្មេងជំនាន់ក្រោយដោយ Boruto នឹងមិនដែលបានទេងាកទៅមើល Mitsuki វិញពេលនេះគាត់បានទៅជួបគូដោយគោលបំណងរបស់គាត់ហើយតាមរយៈការសន្ទនារបស់ពួកគេ Mitsuki ដឹងខ្លួនឯងថាការសម្រេចចិត្តធ្វើអីម្យ៉ាងរបស់គាត់មិនមែន Orochimaru សរសេរប្រូក្រាមឲ្យគាត់ធ្វើអញ្ចឹងទេវាគឺជាសេរីភាពក្នុងការជ្រើសរើសរបស់គាត់ទាំងស្រុងហើយនៅក្នុងការសន្ទនានោះផងដែរយើងក៏បានដឹងថាគូមិនបានខ្វល់ខ្វាយពីសេរីភាពក្នុងការជ្រើសរើសដូចជា Mitsuki ទេគឺគាត់ខ្វល់ខ្វាយតែរឿងបេសកកម្មដែលមេរបស់គាត់ដាក់ឲ្យធ្វើក្នុងពេលជាមួយគ្នានោះផងដែរកូនចៅរបស់គូ4នាក់ទៀតកំពុងតែជជែកគ្នារឿងមនុស្សនៅពេលនោះស្រាប់តែ2នាក់នៅក្នុងចំណោមពួកគេគឺ Kirara ហើយនិង Kako ចាប់ផ្ដើមមានអាការៈមិនស្រួលហើយគេក៏បានយកពួកគេទាំង2នាក់នោះទៅជួសជុលវិធីដែលជួយពួកគេឲ្យរស់នៅអាយុយឺនយូរបានគឺពួកគេត្រូវតែផលិតបេះដូងមួយយកតាមលំនាំបេះដូងរបស់ Mitsuki ទៅដាក់ក្នុងខ្លួនហើយអ្នកវិទ្យាសាស្ត្រដែលទទួលខុសត្រូវក្នុងការងារនេះបានប្រាប់គូថាពួកគេត្រូវការបេះដូងរបស់មនុស្សពិតៗដើម្បីធ្វើកិច្ចការងារនេះបានន័យថាពួកគេត្រូវការសម្រាប់មនុស្សចំនួន5នាក់ដើម្បីយកបេះដូងមកដាក់ឲ្យមនុស្សសម្បត្តិមិត្តទាំង5រឿងនេះវាខុសពីគោលការណ៍របស់លោកតា Onoki ព្រោះលោកតា Onoki ផលិតពួកគេមកដើម្បីការពារមនុស្សប៉ុន្តែគូគិតថាគាត់រស់សិនទើបអាចការពារមនុស្សបានសម្រាប់រឿងនេះផងដែរខ្ញុំសូមត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយ comment ម្នាក់មួយមកហើយសម្រាប់អ្នកដែលមិនទាន់បាន subscribe channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយដើម្បីជួយផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងពេលនេះសូមអរគុណសូមជម្រាបលាជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង Boruto បន្តទៀតហើយដោយរដងដែរមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច like មួយរួចរាល់ហើយតោះចាប់ផ្ដើមទាំងអស់គ្នាការពិភាក្សាមុនយើងមើលដល់ក្រុមមនុស្សសព្វនិមិត្តឬក៏ fabrication ត្រូវការបេះដូងរបស់មនុស្សពិតៗយកទៅដាក់នៅក្នុងខ្លួនដើម្បីអាចរស់រានបានយូរដោយមនុស្សទូទៅហើយអ្នកទី1ដែលពួកគេជ្រើសរើសយកទៅខ្វេះបេះដូងគឺស៊ីកាដៃសំណាងហើយដែលពេលនោះស៊ីកាដៃចេះនឹកឃើញធ្វើពុតជាសន្លប់ហើយបានរំដោះខ្លួនឯងវិញបានក្នុងពេលជាមួយគ្នាមានបញ្ហាជាបន្តមួយដែលគូត្រូវដោះស្រាយដោយសារមន្ត្រីជាន់ខ្ពស់នៅភូមិថ្មដែលពួកគេដាក់ហ្គេនជូស៊ូឲ្យធ្វើការត្រូវបានរងការវាយប្រហារអ្នកដែលបានលួចវាយប្រហារពួកគេនៅពេលនោះគឺកូនហាម៉ារុបានន័យថានៅភូមិថ្មពេលនេះអត់មានអ្នកគ្រប់គ្រងទៀតទេអញ្ចឹងហើយគូត្រូវបញ្ញាប់គ្រប់គ្រងស្ថានភាពដើម្បីកុំឲ្យសភាពការជ្រួលច្បល់កន្លែងទៅមើល Boruto និងលោកតា Onoki ដែលកំពុងតែជាប់នៅក្នុង Sansu Plain វិញពេលដែលលោកតា Onoki កំពុងតែសម្រាក Boruto បានដើរចេញទៅលំហែអារម្មណ៍ហើយនៅយប់នោះ Boruto បានជួបជាមួយនឹងនិនចាភូមិថ្មម្នាក់ឈ្មោះ Seki ដែលចូលមកហាត់រៀននៅ Sansu Plain នឹង3ថ្ងៃហើយសូមបញ្ជាក់បន្តិច Seki នឹងក៏បានចូលរួមប្រឡងវគ្គឈួននានដែរតែឆ្លងកាត់វគ្គទី1អត់ផុតផងប៉ុន្តែបើនិយាយពីសម្ដីអួតក្អេងក្អាងវិញមកបាវថាមកដល់ទឹកសុទ្ធទៀតក៏ឆ្លងអត់តអស់ដែរប៉ុន្តែគាត់គ្រប់លោកតា Onoki ខ្លាំងណាស់ហើយគាត់ប្រាប់លោកតា Onoki ថាគាត់មកទីនេះគឺដើម្បីរកថ្មបេះដូងរបស់គាត់គ្រាន់តែមកទល់ពេលនេះគាត់ដូចជាចាប់ផ្ដើមអស់សង្ឃឹមហើយនៅពេលនោះលោកតា Onoki ក៏ប្រាប់ឲ្យ Boruto ជួយរកថ្មបេះដូងជាមួយ Seki គាត់ថាបើសិនជា Seki រកថ្មបេះដូងរបស់គាត់ឃើញគឺទាំងអស់គ្នាអាចដើរតាម Seki ចេញពីទីនេះបានស្អែកព្រឹកឡើង Boruto បានចេញទៅរកថ្មបេះដូងជាមួយ Seki នៅពេលនោះ Seki និយាយអួតខ្លាំងណាស់សិតតែថាថ្ងៃអនាគតគាត់នឹងក្លាយទៅជាខាគេនៅភូមិថ្មតែ Boruto បាននិយាយថាដូចជាឈោងខ្ពស់ហួសមៀតពេកឯឡបងធ្វើឲ្យ Seki ខឹងក៏ប្រើកណ្ដាប់ដៃប្រចាំតកូលចង់ដាល់ Boruto តែអត់ត្រូវបែរជាត្រូវចំថ្មឈឺដៃខ្លួនឯងអញ្ចឹងហើយ
ហើយសេគីនៅតែធ្វើគ្រាន់បើដោយយកលេថាគង់ទៅដីចូលភ្នែកគាត់គង់អីបូរ៉ូតូអត់រួចខ្លួនទេពេលសេគីដើរទៅបាត់បូរ៉ូតូពិនិត្យឃើញថាកដាប់ដៃប្រចាំតកូលរបស់សេគីពិតជាខ្លាំងមិនធម្មតាទេបន្តមកពេលត្រឡប់ទៅជួបលោកតាអូនូគីវិញពួកគេឃើញគាត់កំពុងតែជាប់ចង្កេះពេលនោះបូរ៉ូតូសាកជួយម៉ាស្សាយគាត់ដែរតែគាត់អត់ចេះអាការងារម៉ាស្សាឲ្យមនុស្សចាស់ហ្នឹងសេគីស្ទាត់ជំនាញជាងដោយសារតែគាត់ធ្លាប់ម៉ាស្សាឲ្យយាយរបស់គាត់ពេលនោះសេគីបាននិយាយថាលោកយាយរបស់គាត់តែចង់ឲ្យគាត់រកឃើញថ្មបេដូនិងខ្លាយទៅជានិនចាសៀនប៊ីដ៏ពូកែម្នាក់ហើយមកទល់ពេលនេះគាត់មិនទាន់អាចសម្រេចបំណងប្រាថ្នារបស់យាយគាត់បានទេបន្ទាប់ពីម៉ាស្សាបានមកស្ទុះលោកតាអូនូគីមានអារម្មណ៍ថាស្រួលខ្លួនខ្លាំងណាស់ចង់ទៅហោះទេបន្ទាប់មកលោកតាអូនូគីបាននិយាយបដៅសេគីឲ្យខិតខំតស៊ូឡើងហើយល្មមឈប់យកលេសដោះសារថាមកពីចេះពីចោះទៀតទៅបើសិនជាចង់ធ្វើការបានជោគជ័យនៅល្ងាចថ្ងៃនោះពេលដែលពួកគេកំពុងតែដើររកថ្មបេដងស្រាប់តែមានឆ្កែចចកមួយយ៉ាងធំចេញមកវាយប្រហារពួកគេនៅពេលនោះបូរ៉ូតូក៏ព្យាយាមទប់ទល់ជាមួយឆ្កែចចកនោះផងដែរប៉ុន្តែដោយសារតែសានស៊ូផ្លែននឹងមិនអាចប្រើជួស៊ូឬក៏ចាក់ក្រាអីបានបូរ៉ូតូមិនអាចវាយឈ្នះឆ្កែចចកនោះបានទេសំណាងណាដែលបូរ៉ូតូនៅឃើញថាក្បាច់កណ្ដាប់ដៃរបស់សេគីខ្លាំងហើយអត់ប្រើចាក់ក្រានៅពេលនោះពួកគេបានរួមគ្នាចាត់ការឆ្កែចចកនោះឲ្យរត់ទៅវិញបន្ទាប់ពីឆ្កែចចកនោះត្រឡប់ទៅវិញហើយស្រាប់តែថ្មដែលនៅដៃរបស់សេគីឡើងពន្លឺនោះគឺជាថ្មបេះដូងរបស់គាត់ហើយបន្ទាប់មកពួកគេក៏ដើរតាមផ្លូវដែលមានថ្មពន្លឺចាក់ចេញពីទីនោះបន្ទាប់ពីបានចេញទៅដល់ខាងក្រៅពួកគេក៏បានបែកផ្លូវគ្នាបូរ៉ូតូទៅជាមួយលោកតាអូនូគីចំណែកសេគីត្រឡប់ទៅផ្ទះវិញនៅខាងក្នុងភូមិថ្មនៅវិញពេលនេះក្រុមរបស់គូកំពុងតែធ្វើបដិវត្តន៍ផ្ដួលរំលំរដ្ឋាភិបាលហើយគាត់បានបញ្ចេញកងទ័ពអុកតាជាច្រើនមកដណ្ដើមកាន់កាប់ភូមិថ្មមិនតែប៉ុណ្ណោះគាត់ថែមទាំងត្រៀមចាប់និនចា5នាក់មកខ្វែបេះដូងរងចាំតែការអនុញ្ញាតពីលោកតាអូនូគីតែប៉ុណ្ណោះកន្លែងមកមើលបូរ៉ូតូវិញពេលនេះលោកតាអូនូគីបានជួនគាត់ទៅដល់កន្លែងមួយវាគឺជាកន្លែងដែលចៅប្រុសសំណប់ចិត្តរបស់គាត់ម្នាក់ត្រូវបានគេសម្លាប់ការស្លាប់របស់ចៅគាត់បានធ្វើឲ្យលោកតាអូនូគីនឹកឃើញដល់និនចាក្មេងៗផ្សេងៗទៀតមិនគួរណាពួកគេត្រូវស្លាប់ទាំងវ័យក្មេងអញ្ចឹងទេអញ្ចឹងហើយទៅលោកតាអូនូគីទៅបើកំពីជូស៊ូដែលគេហាមគាត់មិនឲ្យប្រើផលិតបានអុកតា2ក្បាលយកមកធ្វើពិសោធន៍គោលបំណងរបស់គាត់គឺចង់ឲ្យអុកតាចេញទៅប្រយុទ្ធជំនួសក្រុមនិនចាប៉ុន្តែនៅពេលនោះអុកតារបស់គាត់ដំណើរការអត់បានល្អអាចបង្កគ្រោះថ្នាក់ដល់មនុស្សទើបខាគេភូមិថ្មបច្ចុប្បន្នអត់យល់ព្រមមកគេប្រើក្រោយមកទៀតមានអ្នកវិទ្យាសាស្ត្រម្នាក់ទៅសុំជួបលោកតាអូនូគីហើយប្រាប់ថាគាត់មានវិធីជួយឲ្យគម្រោងរបស់លោកតាអូនូគីបានសម្រេចជាកិច្ចចាប់ផ្ដើមអ្នកវិទ្យាសាស្ត្រនោះបានយកសាររបស់លោកតាអូនូគីទៅក្លូនបាន fabrication មួយឈ្មោះ Khu ចឹងហើយទៅ Khu មានមុខមាត់ដូចលោកតាអូនូគីកាលពីក្មេងណាស់បន្តមកទៀតពួកគេបានបន្តក្លូនថែម fabrication 4នាក់ទៀតហើយឲ្យ fabrication ទាំង5ហ្នឹងផលិតនិងគ្រប់គ្រងអុកតាកន្លងមកការងាររលូនខ្លាំងណាស់តែមានបញ្ហាមួយគឺ fabrication ទាំង5ហ្នឹងរស់នៅអត់បានយូរទេបើសិនជាគ្មានការមើលថែទាំជាប្រចាំបញ្ហាមួយទៀតដែលបូរ៉ូតូបានដឹងហើយនឹងមិនគ្រប់គ្រងហ្នឹងគឺដោយសារ fabrication ទាំងអស់ផ្សំឡើងពីសារធាតុមួយទៀតដែលចម្រាញ់ចេញពីសិតស៊ូសឬមួយទៀតដែលបូរ៉ូតូលើកឡើងមកនិយាយផងដែរគឺ fabrication ឬក៏មនុស្សសពនិមិត្តហ្នឹងអាចមានចិត្តមានអារម្មណ៍ដោយមនុស្សធម្មតាអញ្ចឹងបើឲ្យពួកគេទៅច្បាំងហើយឲ្យមនុស្សទៅច្បាំងមានអីខុសគ្នានិយាយបានត្រឹមនេះខាខូបានទៅដល់ដើម្បីទទួលយកលោកតាអូនូគីទៅវិញនៅពេលនោះផងដែរខាខូក៏សុំលោកតាអូនូគីចាប់បូរ៉ូតូខាត់ទុកហើយលោកតាអូនូគីក៏អត់ជំទាស់ដែរតែគាត់ប្រាប់ថាកុំធ្វើឲ្យបូរ៉ូតូមានគ្រោះថ្នាក់បន្ទាប់មកពួកគេបានទៅប្រយុទ្ធគ្នានៅកន្លែងដែលឆ្ងាយពីលោកតាអូនូគីហើយពេលលោកតាអូនូគីមើលឃើញអញ្ចឹងខាខូចង់សម្លាប់បូរ៉ូតូចោលមិនមែនគ្រាន់តែចាប់ទុកទេ Particle style atomic dismantling jutsu! ពេលនោះខាខូប៊ីនឹងដាក់បូរ៉ូតូមក Particle Style ទៅហើយសំណាងល្អសារ៉ាដាបានលោតចូលមកជួយគាត់តនពេលមិនត្រឹមតែសារ៉ាដាទេឈោក៏បានដែរបន្តមកសាច់រឿងបានកាត់ទៅមើលស៊ីកដៃមួយផ្លែតពេលនេះគាត់បានលួចចូលទៅក្នុងបន្ទប់ធ្វើការរបស់ខាគេភូមិថ្មហើយបានទូរស័ព្ទទៅរាយការណ៍ប្រាប់ប៉ារបស់គាត់ពីស្ថានភាពនៅភូមិថ្មបច្ចុប្បន្នក្នុងពេលជាមួយគ្នាគូក៏បានដឹងថាមានគេលួចចូលក្នុងអอฟហ្វិសដែរហើយក៏បញ្ញាប់ត្រឡប់ទៅវិញប៉ុន្តែនៅពេលដែលទៅដល់គាត់ខឹងខ្លាំងណាស់ព្រោះអត់ឃើញមនុស្សនៅទីនោះទេហើយក៏ដឹងថាការងាររបស់គាត់ត្រូវបានបែកការហើយត្រឡប់ទៅមើលក្រុមរបស់បូរ៉ូតូវិញពេលនេះខាខូបានប្រើ Particle Style វាយឲ្យធ្លុះដីជាច្រើនកន្លែងការប្រយុទ្ធបន្តទៀតបូរ៉ូតូបានប្រើសាដូក្លូនចូលទៅចាប់ខាខូទុកឲ្យឈោចូលទៅសុទ្ធប៉ុន្តែនៅពេលនោះខាខូរើរួចហើយប៊ីនឹងសុទ្ធឈោមក Particle Style ទៅហើយណាល្អសារ៉ាដាវាយបំបាសដីឲ្យខាខូផ្ងាក្រោយជួយសង្គ្រោះនាងតាន់ក្នុងពេលជាមួយគ្នាមនុស្សសបនិមិត្តម្នាក់ទៀតឈ្មោះខេរ៉ារ៉ាបានទៅដល់រោងភ្នំដែលអ៊ីណូជីនលាក់ខ្លួននៅទីនោះនាងបានទាត់អុកតារបស់អ៊ីណូជីនលេងហើយឃើញអញ្ចឹងអ៊ីណូជីនក៏ចេញមកការពារវាគាត់បានប្រើក្បាច់គំនូររបស់គាត់មួយចំនួនវាយប្រហារទៅលើនាងដែរតែដូចជាអត់ប្រយោជន៍ហើយជាការឆ្លើយតបខេរ៉ារ៉ាបានចាប់អ៊ីណូជីនដាក់ចូលក្នុងហ្គេនជូស៊ូកន្លែងទៅមើលណារូតូវិញក្រោយពីដឹងស្ថានភាពធ្ងន់ធ្ងរនៅភូមិថ្មគាត់ពិតជាចង់ចេញទៅជួយភ្លាមខ្លាំងណាស់ប៉ុន្តែបើតាមច្បាប់ពួកគេត្រូវសុំច្បាប់ប្រទេសសិនមុននឹងអាចឆ្លងចូលក្នុងទឹកដីរបស់គេបានហើយការងារសុំច្បាប់ឆ្លងប្រទេសហ្នឹងគឺត្រូវចំណាយពេល2-3ថ្ងៃត
ត្រឡប់ទៅមើលការប្រយុទ្ធគ្នាវិញបូរ៉ូតូខំប្រើសាដូក្លូនចូលទៅវាយព្រោះការវាយជាមួយនឹងខាខូដែលជា Particle Style ហ្នឹងបើសិនជាចូលទៅចិត្តវាយដោយផ្ទាល់គ្រោះថ្នាក់ខ្លាំងណាស់ព្រោះ Particle Style ហ្នឹងប៉ះលាយចឹងហ្មងមិនថាស្អីជាស្អីទេពេលនោះសារដាមើលដឹងថាក្រោយពេលខាខូប្រើ Particle Style ហើយគាត់ត្រូវការសម្រាប់រយៈពេលប្រហែលជា20វិនាទីពេលដឹងចឹងហើយសារដាក៏សម្រុកចូលទៅហើយអាចប្រើក្បាច់ភ្លើងដុតគាត់បានប៉ុន្តែបានមិនយូរទេខាខូក៏ពន្លត់ភ្លើងនោះហើយរំដោះខ្លួនចេញមកវិញនៅពេលនោះខាខូដូចជាខ្សោយខ្លាំងហើយតែគាត់មិនព្រមចោះចាញ់ទេគាត់នៅតែព្យាយាមវាយសម្រុកទៅក្រុមរបស់បូរ៉ូតូមិនព្រមដកដៃទេទោះបីជាវាធ្វើខ្លួនរបស់គាត់ប្រេះជាច្រើនកន្លែងក៏ដោយ Let me have more fun! Quickly dodge! Come on! Attack me! Come on! Come on! ចុងក្រោយឆ្លៀតពេលដែលបូរ៉ូតូធ្លាក់ចុះទៅក្នុងរណ្ដៅខាខូបានប្រើ Particle Style យ៉ាងធំមួយទៅសម្រាប់បូរ៉ូតូចោលប៉ុន្តែ Particle Style ហ្នឹងទៅមិនទាន់ដល់បូរ៉ូតូផងខាខូក៏ឡើងស្នាមប្រេះពេញខ្លួនហើយធ្លាក់ចូលទៅក្នុងរណ្ដៅស្លាប់បាត់បន្ទាប់មកលោកតាអូនីគីបានទៅដល់ហើយគាត់ចាប់ផ្ដើមជឿឲ្យថា fabrication ដែលគាត់ផលិតអាចសម្រេចចិត្តបានដោយខ្លួនឯងមិនស្ដាប់តាមគាត់បញ្ជាទេនៅពេលនោះផងដែរ Inojin ក៏បានទៅដល់ហើយឆ្លៀតពេលបូរ៉ូតូកំពុងតែភ្លេចខ្លួន Inojin ក៏យកកាបិតកណៃទៅភ្ជួងករបស់គាត់មូលហេតុដែល Inojin ធ្វើអញ្ចឹងគឺដោយសារតែគាត់ស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់ Kirara ហើយបន្តិចក្រោយមកក៏មានអុកតាជាច្រើនក្បាលទៅឡោមព័ទ្ធចាប់ពួកគេបានទាំងអស់បន្ទាប់មក Kirara បានបញ្ជូនពួកគេទៅកាន់ភូមិថ្មពេលទៅដល់លោកតាអូនីគីភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះនៅក្នុងភូមិអត់មានមនុស្សទេមានតែអុកតាហើយបន្ទាប់មកពួកគេបានបន្តដំណើរទៅជួបខូដំបូងឡើយខូនៅតែគោរពលោកតាអូនីគីជាម្ចាស់របស់គាត់ដដែលទេនៅពេលនោះគាត់បានសុំការអនុញ្ញាតពីលោកតាអូនីគីសម្រាប់មនុស្ស5នាក់ដើម្បីយកបេះដូងយកមកដាក់ឲ្យពួកគេប៉ុន្តែលោកតាអូនីគីមិនព្រមហើយស្ដីឲ្យគាត់ថាការដែលគាត់ផលិតខូមកហ្នឹងគឺដើម្បីជួយការពារមនុស្សមិនមែនមកធ្វើបាបមនុស្សអញ្ចឹងទេដល់ទៅពេលសុំតាមសម្រួលប្រហែលខូក៏វាយលោកតាអូនីគីឲ្យស្លាប់ហើយបង្គាប់ឲ្យគេចាប់ផ្ដើមធ្វើការវះកាត់ភ្លាមចំណែកក្រុមរបស់បូរ៉ូតូខូប្រាប់កូនចៅគាត់ថាចង់ធ្វើអីធ្វើទៅនៅពេលនោះខូក៏យកបានបញ្ជាឲ្យអុកតាសម្រាប់ក្រុមរបស់បូរ៉ូតូចោលស្នាល្អស៊ីកដៃបានគប់យន្តផ្ទុះចូលទៅរំដោះពួកគេចេញពីទីនោះទាន់ប៉ុន្តែមិនយូរប៉ុន្មានខូក៏យកបានតាមតាន់ពួកគេនៅពេលនោះស៊ីកដៃបានប្រាប់ឲ្យបូរ៉ូតូហើយនិងសារដាចេញទៅរកមីស្គីនៅទីកន្លែងនេះទុកឲ្យក្រុមអ៊ីណូស៊ីកាឆូរបស់គាត់ទុកទល់ចាប់ផ្ដើមឡើងអ៊ីណូជីនបានបញ្ឆោតឲ្យខូកូយ៉ូលោតទៅវាយគាត់នៅលើអាកាសដើម្បីឲ្យស៊ីកដៃអាចចាប់សម្ោខូកូយ៉ូបានពេលគាត់ធ្លាក់មកវិញប៉ុន្តែខូកូយ៉ូលឿនណាស់ក៏បានវាយទម្លូដីឲ្យពួកគេធ្លាក់ចុះទៅខាងក្រោមខូកូយ៉ូដឹងថានៅកន្លែងងឹតស៊ីកដៃមិនអាចប្រើក្បាច់ចាប់សម្ោរបស់គាត់បានទេនៅពេលនោះឈោក៏លោតទៅឆ្មក់ខូកូយ៉ូផងដែរប៉ុន្តែត្រូវបានខូកូយ៉ូចាប់ដៃបានហើយបោះប៉ាងទៅបុកជាមួយនឹងអ៊ីណូជីនពេលនេះដូចលើកមុនអញ្ចឹងគឺពួកគេមិនអាចឈ្នះខូកូយ៉ូបានទេហើយស៊ីកដៃក៏សុកចិត្តបថុយជីវិតលោតទៅវាយជាមួយនឹងខូកូយ៉ូដើម្បីទុកពេលឲ្យគ្នារបស់គាត់ពីរនាក់ទៀតរត់យករួចខ្លួនបន្ទាប់មកសាច់រឿងបានកាត់ទៅមើលមីតស្គីមួយផ្លែតដែលពេលនេះគាត់កំពុងតែឈរមើលនិនចាភូមិថ្ម5នាក់ត្រូវបានគេត្រៀមវះយកបេះដូងពេលនោះ CKA បានចូលមកប្រាប់ដុកទ័រថាអាចធ្វើការវះកាត់បានហើយគាត់មានអារម្មណ៍ថារំភើបចិត្តនិងសប្បាយរីករាយខ្លាំងណាស់ចង់ដឹងថាពេលមានបេះដូងលោតនៅក្នុងខ្លួនតើមានអារម្មណ៍យ៉ាងម៉េចយើងត្រឡប់ទៅមើលស៊ីកដៃវិញពេលនេះគាត់កំពុងតែត្រូវបានខូកូយ៉ូបលែងលេងដូចឆ្មាបលែងជាមួយនឹងកដោអញ្ចឹងពេលនេះស៊ីកដៃចង់ប្រើក្បាច់ចាប់ស្មៅតដៃដែរតែខូកូយ៉ូបានគប់បំបែងពូភ្លើងអស់ដើម្បីកុំឲ្យស៊ីកដៃប្រើក្បាច់ចាប់ស្មៅបានបន្ទាប់មកខូកូយ៉ូបានសម្រុកចូលទៅប្រហើយស៊ីកដៃតែត្រូវបានស៊ីកដៃចាប់ស្មៅជាប់តាមពិតស៊ីកដៃបានរួមគ្នាជាមួយអ៊ីណូជីនដាក់អន្ទាក់ខូកូយ៉ូអ៊ីណូជីនបានប្រើគំនូររបស់គាត់តែរុំបិទបាំងពូភ្លើងមួយអត់ឲ្យខូកូយ៉ូដឹងទេពេលមានអាការអញ្ចឹងហើយឈោក៏លោតទៅសុតខូកូយ៉ូមួយដៃពេញលំហឹងប៉ុន្តែគួរស្ដាយណាស់ការវាយលើកនេះមិនអាចធ្វើអីខូកូយ៉ូបានហើយថែមទាំងត្រូវបានគាត់វាយបកមកវិញទៀតផងនេះបានបោកគ្រាប់បែកផ្សែងដើម្បីរត់គេចទៅរៀបចំយុទ្ធសាស្ត្រសាជាថ្មីបន្ទាប់ពីកាត់គ្នារួចហើយស៊ីកដៃហើយនឹងឈោសម្រុកចូលទៅមុនទុកឱកាសឲ្យអ៊ីណូជីនប្រើក្បាច់ Mind Transfer Jutsu ទៅគ្រប់គ្រងខ្លួនរបស់ខូកូយ៉ូហើយនៅពេលនោះពួកគេពិតជាធ្វើបានសម្រេចពិតមែនបន្ទាប់មកឈោបានប្រើ Super របស់នាងសម្រុកទៅកម្ចាត់ខូកូយ៉ូចោលប៉ុន្តែនៅវិនាទីចុងក្រោយខូកូយ៉ូនៅតែអាចគេចរួចទៀតពេលនោះខូកូយ៉ូគុំជាមួយអ៊ីណូជីនខ្លាំងណាស់ក៏សម្រុកចូលទៅហើយនៅដំណាក់កាលចុងក្រោយស្រាប់តែអុកតារបស់អ៊ីណូជីនលោទៅតោងបាំងរបស់ខូកូយ៉ូតើឱកាសឲ្យឈោប្រើ Super របស់នាងម្ដងទៀតចាត់ការខូកូយ៉ូបានសម្រេចប៉ុន្តែនៅមុនពេលខូកូយ៉ូស្លាប់ទៅគាត់ក៏បានដាល់អុកតារបស់អ៊ីណូជីនឲ្យត្រូវរបួសធ្ងន់ផងដែររយៈពេលប្រហែលថ្ងៃចុងក្រោយនេះអ៊ីណូជីនហើយនិងអុកតារបស់គាត់មានអនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់ហើយការដែលអុកតារបស់គាត់ខំធ្វើដំណើរពីរោងភ្នំមកជួយគាត់ដល់ទីនេះមានន័យថាពួក Fabrication ក៏មានមនោសញ្ចេតនាមិនខុសពីមនុស្សទេសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ម្នាក់មួយមក comment អីក៏បានដែរឲ្យតែបាន comment ហើយបើសិនជាដឹងខ្លួនថាមិនទាន់បាន subscribe channel មនោចរណៃទេបញ្ញាធ្វើទៅកុំឲ្យ admin នៅចាំយូរពេកសូមអរគុណនិងសូមជូនពរសុខភាពល្អអនាគតបវររុងរឿង